ជាមាននៅការ viral ខ្លាំងមែនតែនទៅលើបណ្ដាញសង្គម Facebook របស់យើងគឺករណីខាត់ម្ចាស់រថយន្តទំនើបមួយគ្រឿងមកធ្វើការអប់រំធ្វើកិច្ចសន្យាករណីបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់គឺករណីរថយន្តចំនួន3គ្រឿងបានបំពាក់បំពង់ស៊ីម៉ាំងកែច្នៃបើកបរបង្កសម្លេងលាន់ឮខ្លាំងរំខានដល់ប្រជាពលរដ្ឋនៅចំណុចភូមិមួយតំបន់បឹងកក់សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញនាវេលាម៉ោង 1:45 នាទីយប់ថ្ងៃទី11ខែមីនាឆ្នាំ2026នេះកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដូនពេញបានចុះទៅដល់ទីតាំងធ្វើការស្រាវជ្រាវរហូតខាត់បានរថយន្តមួយគ្រឿងម៉ាក Mazda ពាក់ស្លាកលេខមេង AMG នៅចំណុចស្តុបពេទ្យចិនសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញរួមទាំងម្ចាស់ឈ្មោះចំច័ន្ទកែវភេទប្រុសអាយុ34ឆ្នាំម្ចាស់រថយន្តត្រូវបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើការព្រមានអប់រំក៏ដូចជាណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តឲ្យលឺខ្លាំងខុសលក្ខណៈបច្ចេកទេសដែលបង្កការរំខានដូចជាបង្កការភ័យខ្លាចដល់សាធារណជនបន្តទៅទៀតព្រមទាំងខាត់រថយន្តរក្សាទុកបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរយៈពេល1ខែពេញ